មកលេងជប៉ុនតើយើងចូលញ៉ាំបាយនៅហាងបែបរបៀបជប៉ុនចាក់មិនគេថាយើងមកលេងជប៉ុនត្រូវអត់ហើយចំណីអាហារនៅជប៉ុននេះបើយើងយើងវាក់របស់របរធូអញ្ចឹងហាងមួយនេះគឺជាហាងដែលអាចនិយាយបានថាបាយដែលថោកជាងគេនៅប្រទេសជប៉ុននេះមើលទៅព្រោះថាបាយមួយចាននេះត្រឹមតែ9000ខ្មែរតែបើសិនយើងគិតជាលុយទៅអញ្ចឹងខ្ញុំនាំបងប្អូនទាំងអស់គ្នាឲ្យមកចូលហាងដែលមានបាយរបៀបញ៉ាំអស់លុយធូរសហួយសម្រាប់អ្នកមកលេងជប៉ុនណាអញ្ចឹងហាងនេះគឺជាហាងមួយកន្លែងនៅឯ Nijo Market នៅផ្សារនៅកណ្ដាលទីក្រុង Hokkaido តែម្ដងសិនបងប្អូនមកអាចមករកបាននៅឯ Nijo Market ដែលផ្សារដែលគេល្បីផ្សារគ្រឿងសមុទ្រអីនៅខាង Hokkaido អីហ្នឹងព្រោះតែ Hokkaido នេះគឺជាខេត្តនៅខាងភាគខាងជើងហើយគេល្បីខាងគ្រឿងសមុទ្រនៅកោះដែលស្ថិតនៅគៀករុស្ស៊ីជាងគេឥឡូវនេះសូមបង្ហាញរូបសម្រស់បាយរបស់គេមកបន្តិចសិនឲ្យបងប្អូនមើលហើយបាយនេះបើនិយាយពីថាឲ្យឆ្ងាញ់ខ្លាំងអីណាមិនឆ្ងាញ់ទេវាផ្អែមតលាន់តែគាត់ថានៅជប៉ុនចំណីមិនសូវជាត្រូវមាត់ម៉ានទេតែគាត់នៅខាង Hokkaido នេះយើងគួរសមជាងនៅខាង Tokyo ខាង Osaka អីចំណីយើងញ៉ាំទៅអាចដឹងឆ្ងាញ់មីរ៉ាមែនមីអីហ្នឹងវាញ៉ាំអាចដឹងត្រូវមាត់ហើយបាយអីនេះក៏រៀងអាចបដោះគោរួចបានដែរបើឲ្យឆ្ងាញ់ខ្លាំងហ្មងគឺអត់ឆ្ងាញ់ទេហាងរបស់គេចូលមកដល់មានទឹកមានអីឲ្យញ៉ាំមកស្រឡាញ់ហ្មងបាច់អស់លុយទិញទឹកសុទ្ធទិញអីទេហើយចូលម្ដងយើងត្រូវធ្វើការកម្មង់តាមម៉ាស៊ីនគឺទៅហាងដែលមានរបៀបកម្មង់តាមម៉ាស៊ីនអញ្ចឹងវាស្រួលបើមិនយើងហាងណាដែលអត់មានម៉ាស៊ីនអញ្ចឹងយើងវាវាក់តិចព្រោះប្រជាជនខ្លះក៏អត់ទៅចេះភាសាអង់គ្លេសយើងវាក់មើលមិនដឹងថាប្រភេទរូបរាងម្ហូបអាហារហ្នឹងវាមិនបាច់មានរបៀបកម្មង់តាមម៉ាស៊ីនតាមអីចឹងវាស្រួលមានរូបមានអីមើលហើយមួយមុខដែលខ្ញុំកម្មង់នេះមួយចាននេះគឺ370យេនបើមិនយើងគិតទៅវា9000រៀលខ្មែរយើងទេអញ្ចឹងអាចថាជាបាយដែលធូរជាងគេនៅប្រទេសជប៉ុនវាពិបាករកតម្លៃដែលខំ$10ដែរនៅខាងជប៉ុនអញ្ចឹងចូលទៅដល់ហើយមិនបាច់រកអីច្រើនទេឃើញម៉ាស៊ីនឲ្យមើលខ្លួនឯងចុចកម្មង់ខ្លួនឯងឆ្លាញ់ណាណាចុច add ហើយតោះមកយើងចេញ receipt មួយគេលោទៅខាងអ្នក order ហ្នឹងគឺគេដាក់ឲ្យញ៉ាំហើយគឺបានគេគិតលុយអញ្ចឹងឥឡូវនេះអនុញ្ញាតឲ្យខ្លួនឯងហើយចកជប៉ុនហើយបន្ទាប់មកក៏អនុញ្ញាតឲ្យខ្លួនឯងញ៉ាំបាយបែបជប៉ុននិយាយថាបែបជប៉ុននេះអត់មានឆ្ងាញ់អត់មានអីទេបងប្អូនណាញ៉ាំឲ្យតែរួយកុំឲ្យហេវនេះនិយាយមកដល់មកជប៉ុននេះដូចនៅកូរ៉េបាក់រកអីញ៉ាំហើយតែគ្រាន់ថា Hokkaido ដូចខ្ញុំនិយាយតាំងពីដើមយកវាគ្រាន់បើជាងនៅខាង Tokyo នៅ Osaka អីណាចំណីនៅនេះរៀងត្រូវមាត់ជាងនៅខាងនោះប៉ុន្តែគ្រាន់តែថ្លៃក៏ថ្លៃជាងដែរហើយបន្ទាប់ពីញ៉ាំហើយក៏អនុញ្ញាតឲ្យខ្លួនឯងគិតលុយឲ្យគេទៅមានទឹកមានអីញ៉ាំមកចប់អញ្ចឹងរួចមកពេលថ្ងៃល្ងាចទៀតញ៉ាំហើយក៏ដើរចូលទៅក្រុងមើលទេសភាពមើលអីចឹងទៅហើយនៅស្រុកជប៉ុននេះប្រជាជនច្រើនមែនស្រុករៀងធំមែនប៉ុន្តែម៉ោង6 7មិនតាន់ទេធំរៀងស្ងាត់អស់ហើយហាងអីក៏ចង់បិទអស់ដែរធំរៀងបបាក់អត់សូវអ៊ូអរដូចនៅខាងកូរ៉េគឺបើកូរ៉េ24ម៉ោងហ្មងនៅនេះម៉ោង6 7 8យប់អីស្ងាត់ជ្រាបអស់ហើយលែងបើកហាងលែងអីអស់ហើយព្រលឹមឡើងដល់ម៉ោង10 10អីមិនបើកហាងtrend បន្ទប់ទេសភាពខែវ view បងប្អូនដែលមានចំណងផ្សេងតាក់ទងទៅនឹងការធ្វើដំណើរកម្សាន្តការស្នើសុំទិដ្ឋាការជុំវិញពិភពលោកការឆែកមើលតម្លៃសម្បត្តិយន្តហោះឡានក្រុងរថភ្លើងសម្បត្តិទូកកាណូតឬការឆែកតម្លៃសន្តាគារគ្រប់ទិសដៅជុំវិញពិភពលោកបងប្អូនអាចឆាតចូលមកកាន់ page Facebook របស់ខ្ញុំបានហើយសម្រាប់បងប្អូនដែលទស្សនានៅលើ Channel YouTube សូមចុច Subscribe បន្ទាប់មកចុចនៅលើរូបកណ្ដឹងសម្រាប់បងប្អូនដែលទស្សនានៅលើ page Facebook ឬ TikTok សូមជួយ follow page របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតទាក់ទងទៅនឹងដំណើរកម្សាន្តជុំវិញពិភពលោកមានចម្ងល់ផ្សេងសូមឆាតចូលមកកាន់ page Facebook Bank Traveler